ការចូលវស្សារបស់ភិក្ខុសាមណេរណាហើយនឹងរឿងសម្ពុទ្ធសាដកណានៅក្នុងការចូលវស្សានេះចូលបានតែភិក្ខុឬក៏តេតងនឹងសាមណេរដែលចាំបាច់ត្រូវចូលវស្សាដែរឬក៏យ៉ាងណាសូមប្រសាសន៍លោកអង្គបន្តិចទៀតពីរឿងសាមណេរហ្នឹងចាំបាច់ត្រូវចូលវស្សាឬក៏ថាបើបានចូលវស្សាហ្នឹងមានប្រយោជន៍ជាងការដែលមិនចូលនោះយ៉ាងណាសូមមានប្រសាសន៍ពីនេះដើម្បីញាតិញោមបានជាក់ច្បាស់ដែរណាសាធុខ្ញុំកណាខ្ញុំបានសូមទូលនិងសូមជម្រាបព្រោះសម័យព្រះមានដល់បញ្ចធម្មកៈទាំង5គឺភិក្ខុនីសកមាណាសាមណេរៈសាមណេរីអង្គភាពទាំង5នេះចូលវស្សាដូចគ្នានឹងភិក្ខុដែរប៉ុន្តែឥឡូវនេះយើងនៅតែព្រះអង្គជាសាមណេរទេចូលជាមួយនឹងភិក្ខុនោះឯចូលវស្សានៅក្នុងភាគ6វសោបណាយកៈខណ្ឌកៈនោះភាគ7បាទច្រឡំហើយភាគ7ចូលវស្សាព្រោះភាគ6និយាយពីខណ្ឌកៈនិងឧបោសថទេភាគ7និយាយចូលវស្សាសាមណេរក៏មានសិទ្ធិចូលវស្សាដូចជាភិក្ខុដែរហើយគូថាអញ្ចឹងបើមិនចូលវស្សានឹងខុសគ្នាមិនដែរបើមិនចូលវស្សាវាមានបាបអីប៉ុន្តែអត់លៀបដែរលៀបសក្ការៈដែលសាមណេរនិងភិក្ខុត្រូវបានស្មើនឹងភិក្ខុដែរសាមណេរត្រូវបានដែរស្មើដែរនោះមកពីចូលវស្សាជាមួយគ្នាក្នុងបរិមិកាវស្សាហើយរក្សាកុំឲ្យដាច់រុនរះនៅក្នុងវត្តទាំងអស់កុំចេញទៅខាងក្រៅដល់ថ្ងៃរះត្រឡប់វិញដាច់វស្សាហើយភិក្ខុក៏ដោយសាមណេរក៏ដោយបើចូលរក្សាវស្សាបានរក្សារាត្រីបានថ្ងៃរះនៅក្នុងទីវត្តរបស់យើងទេដរាមតើចេញវស្សានោះលុះចេញវស្សាហើយលៀបសក្ការៈដែលកើតក្នុងពេលដែលចេញវស្សាហើយនោះគេវេដល់ប្រសង់ធ្វើកឋិនក៏ដោយឬមិនធ្វើកឋិនក៏ដោយឲ្យតែគេវេដល់ប្រសង់លៀបសក្ការៈនោះត្រូវបានដល់សាមណេរស្មើនឹងភិក្ខុដែរស្មើគ្នានឹងភិក្ខុដូចថាជាពោមួយសាមណេរក៏ជាពោមួយដែរស្បង់មួយសាមណេរក៏ស្បង់មួយដែរស្មើគ្នាទាំងអស់ប៉ុន្តែបើដាច់វស្សាវិញសាមណេរក៏ដោយសូម្បីភិក្ខុក៏ដោយបើដាច់វស្សាទេឬក៏មិនចូលវស្សាខាងដើមទេចូលវស្សាខាងចុងនេះក៏លៀបសក្ការៈនោះមិនត្រូវបានដែរសូម្បីចូលវស្សាឲ្យដាច់ទៅវិញនោះក៏មិនត្រូវបានដែរអត់ចូលវស្សាក៏មិនត្រូវបានដែរប៉ុន្តែដល់លៀបសក្ការៈបានដែរនោះកើតឡើងដល់សង្ឃត្រូវអបឡោកចែកគ្រាន់តែលោកអង្គនោះភិក្ខុក្តីសាមណេរក្តីគ្មានសិទ្ធិនឹងទាមទារជីវរនោះទេសង្ឃត្រូវអបឡោកចែកអនុគ្រោះហើយឯសាមណេរនេះបើសិនណាជាអត់មានប្រសង្ឃអត់បានហែកឋិនទទួលអនុមោទនាកឋិនទេសាមណេរមានលៀបអាចទទួលបានតែក្នុងមួយខែខាងចុងនៃវស្សានោះឯភិក្ខុក៏ដូចគ្នាដែរនឹងបើគ្មានកឋិនទេបើសិនណាជាមានកឋិនភិក្ខុមានសិទ្ធិអានិសង្សរហូតដល់15កើតខែប្រគុណ5ខែនោះឯព្រះអង្គសាមណេរក៏មានសិទ្ធិដល់នោះដែរមានសិទ្ធិដល់ទទួលចំណែកស្មើគ្នាហៅថាអាកាលចីវរសាមណេរត្រូវមានសិទ្ធិស្មើនឹងភិក្ខុដែរប៉ុន្តែស្មើបានតែប៉ុណ្្នឹងព្រះអង្គណាក្នុងអំណាចអានិសង្សកឋិនគឺរហូតដល់ពាក់កណ្ដាលខែប្រគុណឯមករួចខែប្រគុណឡើងទៅបើលៀបកើតឡើងដល់សង្ឃព្រះអង្គសាមណេរអត់មានសិទ្ធិស្មើទេបានតែពាក់កណ្ដាលនេះសូមព្រះអង្គជាសាមណេរជ្រាបកុំលោតរហូតទាំងអស់មកនេះអត់ស្មើសិទ្ធិរហូតទេស្មើសិទ្ធិរក្សាភាសាក៏មិនដាច់ផងតែដាច់អត់មានសិទ្ធិដែរអត់មានបានប៉ុនអ្វីទេព្រះអង្គបានលៀបសក្ការៈហ្នឹងសូមលោកគ្រូជ្រាបសូមអស់លោកជ្រាបណា